ព្រះរាជវង្សព្រះបាតាវីសូមព្រះជាម្ចាស់ប្រទានពរដល់ព្រះគ្រីស្ទដាពិសេសនៅថ្ងៃបុណ្យចម្លងយើងពិបាកយល់អំពីជំនឿកាតូលិកជំនឿគ្រីស្ទបរិស័ទនឹងសូមទទួលទាំងគ្នាម្នាក់ដែលទទួលមុនគេរកអភិបាលដោយសារចង្កាលយើងផ្លេតខ្លួនយើងគិតអំពីយើងធ្វើគ្រីស្ទបរិស័ទដោយមានអំណរដែលយើងត្រូវមានប៉ុន្តែផ្លេតខ្លួនដោយសារអំណរយើងអត់ផ្លេតអំពីការលំបាកអំពីការលំបាកនឹងមានចំណុចពីរទៀតដែលគួរឲ្យយើងចាប់អារម្មណ៍អានឹងលោកពូនិយាយខ្លីដោយសារយើងបានស្ដាប់ប្រវត្តិវែងហើយយើងត្រូវណាស់ស្ងាត់ដើម្បីឲ្យចូលក្នុងទុនចិត្តពេលណាព្រះយេស៊ូវចូលទីក្រុងយេរូសាឡិមរបៀបដែលពិបាកចិត្តហើយយំទៀតមានព្រះគម្ពីរដែលនាំឲ្យយើងដឹងដែលព្រះយេស៊ូវចូលក្នុងក្រុងយេរូសាឡិមយំទោះបីចូលគេសរសើរនិងគេអបអរសាទរប៉ុន្តែព្រះយេស៊ូវយំដោយមានមូលហេតុពីរមួយអាណិតជនជាតិយូដាដែលអត់យល់អំពីការសង្គ្រោះរបស់ព្រះជាម្ចាស់គេគិតដែលព្រះយេស៊ូវត្រូវសោយរាជដោយក្នុងលោកីនេះអត់ដឹងដែលព្រះយេស៊ូវមករបៀបផ្សេងព្រះជាម្ចាស់មករបៀបផ្សេងមកបំរើមកដាក់ខ្លួនមកជួយអ្នកក្រីក្រជួយដល់អ្នកទទួលអត់មកដើម្បីសោយរាជធ្វើម្នាក់ដែលមានអំណាចនឹងយំដោយសារជនជាតិយេរូសាឡិមនិងយើងដូចគ្នាយើងអត់យល់យើងចង់ឲ្យមានល្អស្អាតស្រួលអំណរនិងយើងអត់យល់បាទមានត្រូវទទួលការសង្គ្រោះនឹងដល់ចរៅក្នុងសេចក្តីស្រឡាញ់ព្រះយេស៊ូវត្រូវសោយទីបំផុតនិងព្រះយេស៊ូវឲ្យគេសម្លាប់ព្រះយេស៊ូវឲ្យទទួលមរណភាពឲ្យទៅការលំបាកដោយទូននីតិដែលព្រះអង្គមានឲ្យតែសាគាត់ចង់ព្រះយេស៊ូវធ្វើតាមព្រះハរតេរបស់ព្រះជាម្ចាស់អត់តាមចិត្តទេអត់តាមអារម្មណ៍តាមព្រះハរតេនិងទូននីតិរបស់ព្រះជាម្ចាស់យើងបណ្ណាយើងត្រូវសម្រេចនៅក្នុងជីវិតគិបរិស័ទយើងអត់សម្រេចតាមចិត្តយើងការជាសម្រាប់តាមព្រះハរតេរបស់ព្រះជាម្ចាស់យើងត្រូវទទួលការលំបាកយើងទទួលនេះអត់មានសារៈសំខាន់ទទួលអ្វីដែលយើងត្រូវធ្វើដើម្បីទទួលទូននីតិដែលមានទោះបីមានទទួលការលំបាកនេះយើងត្រូវទាំងនេះយើងអបអរសាទរព្រះយេស៊ូវប៉ុន្តែអបអរសាទរព្រះយេស៊ូវដោយព្រះយេស៊ូវប្រព្រឹត្តតាមព្រះハរតេរបស់ព្រះជាម្ចាស់គាត់តាមចិត្តអត់ដើម្បីបំណងគាត់សោយរាជដោយជោគជ័យដោយក្នុងលោកីនេះព្រះយេស៊ូវមកជោគជ័យមានជ័យជំនះរបៀបព្រះជាម្ចាស់ដើម្បីដាក់ខ្លួននៅបម្រើប៉ុន្តែព្រះយេស៊ូវទទួលការលំបាកនិងសោយទីវង្គតមានន័យដែលព្រះយេស៊ូវសាមគ្គីជាមួយអ្នកដែលទទួលការលំបាកនៅក្នុងលោកីនេះអ្នកដែលទទួលការលំបាកដោយអាយុតែធម៌ទទួលការលំបាកដល់បានធ្វើអីខុសប៉ុន្តែទទួលការលំបាកនិងព្រះយេស៊ូវសុខចិត្តទទួលការលំបាកដើម្បីឲ្យអ្នកដែលអត់មានសេចក្តីសង្ឃឹមមានសេចក្តីសង្ឃឹមដោយសារព្រះជាម្ចាស់ដោយសេចក្តីស្រឡាញ់ទទួលការលំបាកជាមួយពួកគាត់ប៉ុន្តែយើងទទួលការលំបាកកុំគិតដែលយើងទទួលការលំបាកតែខ្លួនឯងព្រះយេស៊ូវបានទទួលការលំបាកមុនសម្រាប់យើងដើម្បីកំដរយើងហើយយើងមានកម្លាំងដើម្បីដឹងដែលការលំបាកដែលទទួលអត់ពាក់ចុងក្រោយមានជីវិតរលឹងវិញជីវិតដ៏រុងរឿងប៉ុន្តែដើម្បីដល់ជីវិតដ៏រុងរឿងយើងកាត់ការលំបាក
ហើយឡើយខ្ញុំសូមយកឧទាហរណ៍មួយដែលយើងមាននៅប្រទេសកម្ពុជាសប្តាហ៍ថ្ងៃនេះពេលណាលោកឪពុកទៅសួរសុខទុក្ខជូនពាក្យសាក់តាមជំរំតាមវត្តដែលតាមមណ្ឌលសុខភាពប្រជាជននៅទីនោះអត់យល់គាត់បានធ្វើឲ្យខុសដើម្បីទទួលការលំបាកបាត់ផ្ទះបាត់ការងារបាត់ទាំងអស់អត់មានធ្វើឲ្យខុសអត់មានធ្វើឲ្យខុសគេអត់យល់អត់មានសេចក្តីសង្ឃឹមដែលគេប៉ុន្តែយើងគ្រីស្ទបរិស័ទយើងដឹងគាត់ជាព្រះពររបស់ព្រះជាម្ចាស់ដោយសារព្រះយេស៊ូវបានទទួលការលំបាកដើម្បីឲ្យគាត់ដឹងដែលពាក្យចុងក្រោយអត់ទទួលការលំបាកនៅជំរំជុំពាក្យសាយើងគ្រីស្ទបរិស័ទយើងត្រូវទៅប្រកាសនិងមានសកម្មភាពដើម្បីឲ្យគាត់ដឹងដែលជីវិតគាត់មានតម្លៃគាត់ត្រូវមានជីវិតដោយថ្លៃថ្នូរយើងសូមឲ្យដឹងដែលថ្ងៃនេះយើងចូលក្នុងការអត់កំបាំងពីសេចក្តីស្រឡាញ់ពីព្រះជាម្ចាស់ដែលមកឲ្យយើងយល់ដែលយើងត្រូវមានសេចក្តីស្រឡាញ់ដល់សាវតិវគុតដោយព្រះយេស៊ូវ